ពីបរិញ្ញាហ្នឹងវាមិនមែនផ្ដើមពីអ្នកណាទេគឺផ្ដើមពីយើងដែលមិនអោយតម្លៃមិនគោរពមិនឃើញតម្លៃគ្នានឹងគ្នាហ្នឹងរឿងដំរីនិងមេចាបកាលកន្លងទៅហើយមានដំរីស្ដមួយដើរស៊ីនៅក្នុងព្រៃធំមួយពេលដែលដើរស៊ីទៅក៏ទៅជួបនឹងចាបកំបាសមួយដែលកំពុងតែក្រងកូនមានកូននៅក្នុងសម្បុកហ្នឹងចាបកំបាសហ្នឹងក៏ឃើញដំរីដើរមកហើយក៏ទៅប្រាប់ដំរីថាកុំដើរទៅមុខទៀតអីនឹងជន់សម្បុកខ្ញុំហើយសូមកុំដើរជន់សម្បុករបស់ខ្ញុំអីព្រោះចាបហ្នឹងមានកូននៅក្នុងសម្បុកហ្នឹងប្រាប់ដំរីយ៉ាងហ្នឹងហើយដំរីប្រាប់ថាអត់ទេអ្នកឯងហ្នឹងជាស្អីខ្ញុំនឹងត្រូវស្ដាប់អ្នកឯងតែខ្ញុំដើរទៅត្រូវហើយមិនស្ដាប់អ្នកឯងអីទេដំរីពោលប្រាប់ចាបអញ្ចឹងចាបចេះតែអង្វរប៉ុន្តែដំរីអត់ស្ដាប់ទេដំរីដើរទៅមុខទៀតទៅចេះតែស៊ីដើរទៅមុខទៀតជន់សម្បុកចាបហ្នឹងស្លាប់កូនរបស់ចាបហ្នឹងអស់ទៅចាបហ្នឹងក្តៅក្រហល់កាហាយខឹងហោះទៅលើពោលប្រាប់ដំរីថាចាំមើលយើងនឹងសងសឹកដំរីឯងហើយក៏ហោះទៅបាត់ទៅដំរីហ្នឹងធម្មតាទៅក៏ដើរស៊ីស្មៅនៅក្នុងព្រៃធំនឹងធម្មតាចឹងទៅថ្ងៃមួយហ្នឹងចាបហ្នឹងទៅយកអាសាទៅនិយាយប្រាប់សត្វក្អែកប្រាប់អំពីរឿងរ៉ាវដែលដំរីជន់សម្បុកខ្លួនហ្នឹងត្រូវស្លាប់កូនស្លាប់អីហ្នឹងហើយប្រាប់ក្អែកហ្នឹងថាសូមឲ្យអង្វរក្អែកហ្នឹងទៅចឹកភ្នែកដំរីហ្នឹងឲ្យខ្វាក់ទាំងពីរក្អែកក៏ស្ដាប់រឿងហ្នឹងហើយក៏យកអាសាសัตว์ចាបកំបាសហ្នឹងក៏ទៅចឹកភ្នែករបស់ដំរីទាំងពីរហ្នឹងខ្វាក់ដំរីភ្នែកដំរីពីរហ្នឹងខ្វាក់ទៅពេលដែលដំរីហ្នឹងខ្វាក់ភ្នែកហើយចាបកំបាសហ្នឹងក៏ទៅប្រាប់រុយទៅប្រាប់ពីរឿងរ៉ាវរបស់ខ្លួនហ្នឹងថាសូមឲ្យរុយហ្នឹងទៅពងដាក់ភ្នែកដំរីដែលខ្វាក់ទាំងពីរហ្នឹងព្រោះដំរីហ្នឹងបានជន់កូនរបស់ខ្ញុំហ្នឹងស្លាប់ហើយរុយក៏យកអាសាសัตว์ចាបកំបាសហ្នឹងទៅពងដាក់ភ្នែកដំរីទាំងពីរហ្នឹងកំពុងតែលបួសដោយសារតែក្អែកចឹកហើយរុយហ្នឹងក៏ទៅរុយពងដាក់នៅនឹងភ្នែកហ្នឹងធ្វើឲ្យកើតទៅជាដង្កូវភ្នែកហ្នឹងឡើងឡែងជីហើយកើតជាដង្កូវចោះភ្នែកដំរីហ្នឹងដំរីកាលតែកាន់តែមើលឡើងឃើញទៅម្ដងបន្តិចក៏ខ្វាក់ទៅពេលដែលខ្វាក់ហើយដើររកចំណីដើររកទឹកដើម្បីផឹកហ្នឹងអត់បានទេដើរបុកនេះបុកនោះរាល់ផ្លូវទៅរាល់ផឹកទឹកហ្នឹងអត់បានទេអញ្ចឹងក៏ស្រេកឃ្លានទឹកក៏ចាបកំបាសហ្នឹងមកពោលឌឺដំរីហ្នឹងថាឃើញទេអញសងសឹកឯងបានហើយណាប្រាប់ដំរីហ្នឹងយ៉ាងហ្នឹងដំរីឮតែចាបកំបាសពោលអញ្ចឹងហើយក្តៅក្រហល់កាហាយលោកប្រាប់ថាដូចជាយកភ្លើងហ្នឹងមកដុតខ្លួនអញ្ចឹងក្តៅក្រហល់កាហាយដល់អំណាចនៃចាញ់សัตว์ចាបកំបាសអញ្ចឹងក្តៅក្រហល់កាហាយយ៉ាងហ្នឹងហើយចាបកំបាសហ្នឹងមិនទាន់អស់ចិត្តទៅទៀតទៅស៊ីស៊ូជាមួយនឹងសัตว์កង្កែបប្រាប់រឿងរ៉ាវពីរឿងរ៉ាវរបស់ខ្លួននឹងហើយឲ្យកង្កែបនឹងទៅយំនៅលើភ្នំដែលមានជ្រោះដំរីកាលណាដែលខ្វាក់ហើយគ្រាន់តែឮសัตว์កង្កែបយំក៏សម្គាល់ថាកង្កែបយំនៅទិសណាហ្នឹងទិសហ្នឹងនឹងប្រកាសជាមានទឹកហើយព្រោះគ្នាខ្វាក់ហើយមិនដឹងទៅរកទឹកផឹកឯណាអញ្ចឹងកែបនឹងចេះតែយំទៅដំរីនឹងចេះតែដើរទៅតាមកែបនឹងទៅដល់មាត់ជ្រោះហ្នឹងកែបក៏ហក់ទៅក្នុងជ្រោះហ្នឹងទៅយំនៅក្នុងជ្រោះដំរីស្ដហ្នឹងក៏សម្គាល់កាលដ៏គួរឲ្យថានេះប្រកាសជាថ្លុកទឹកហើយក៏ចុះទៅមានណាគឺជាជ្រោះធ្លាក់ទៅស្លាប់ទៅសត្វចាបកបាសហ្នឹងកាលដែលដំរីនឹងស្លាប់ទៅហើយក៏សប្បាយចិត្តហើរទៅទីដតីទៅលែងសោយសោកឲ្យពូសងសឹកបានហើយរឿងហ្នឹងលោកចង់បញ្ជាក់ថាការមិនឲ្យតម្លៃគ្នានឹងគ្នាហ្នឹងការមិនគោរពគ្នានឹងគ្នាហ្នឹង
គឺជាសេចក្តីវិនិច្ឆ័យក្នុងសង្គមនឹងការរស់នៅកាលណាដែលមិនបានឲ្យតម្លៃមិនបានឃើញគុណសម្បត្តិគ្នានឹងគ្នាទេមាក់ងាយមើងងាយគិតតែខ្លួនឯងនឹងមានកម្លាំងគិតតែខ្លួនឯងនឹងគ្រាន់បើអ្នកតូចទោះបី